Ok សម្រាប់គ្នាយើងនៅចង់លេងពណ៌ background ពណ៌ភ្លើងបែបនេះឬក៏ភ្លើងបែបនេះប៉ុន្តែគ្មានបាត់ចិត្តសម្រាប់ចំណាយទៅលើភ្លើងបើយើងគិតពី set up ភ្លើងគឺវាខ្ទង់$100ឡើងទៅអញ្ចឹងដើម្បី save budget យើងអាចបន្ថែមភ្លើងក្នុង CapCut បានយើងចូលទៅមើលពីរបៀបបន្ថែមភ្លើង Studio Light នៅក្នុង CapCut ទាំងអស់គ្នាបាទចូលមកក្នុង CapCut របស់យើងមកចំពោះវីដេអូប្រើភ្លើងធម្មតាហ្នឹងភ្លើងដែលយើងអត់មានភ្លើងជំនួយអីទេភ្លើង background ឬ backlight key light យើងអត់មានទេយើងចូលក្នុង relight យក color នេះចុះវាមាន3ពណ៌មាន light ទី1 light ទី2និង light ទី3នេះ light ទី1នេះគឺពណ៌នេះគឺពណ៌នេះហើយយើងចំពោះពន្លឺដែលចាំងចូលយើងអាចបង្វិលឬក៏បង្កិលផ្លាស់ប្ដូរទៅតាមទីតាំងដែលយើងចង់បានផងដែរយើងអាចដាក់ពីលើក្បាលដាក់ចំកណ្ដាលចំហៀងឬក៏ពាក់កណ្ដាលនេះបានចំពោះភ្លើងពណ៌យើងអាចដូរពណ៌បានដូចគ្នាយើងអាចងាកលោតទៅពណ៌អីផ្សេងៗតាមដែលចិត្តយើងស្រឡាញ់អញ្ចឹងបើយើងស្រឡាញ់ពណ៌អីយើងដាក់ពណ៌ហ្នឹងទៅអញ្ចឹងខ្ញុំស្រឡាញ់ឧទាហរណ៍ពណ៌ក្រហមនេះចុះអញ្ចឹងខ្ញុំបន្ថែមពណ៌បានខ្ញុំបន្ថែមពណ៌ឲ្យរៀងដិតតិចមកភ្លើងទី2គឺនៅខាងនេះបាទភ្លើងទី2បាទអញ្ចឹងចំពោះភ្លើងទី2នេះផងដែរក៏យើងអាចសេរីបានដូចគ្នាយើងអាចដាក់ពីលើពីក្រោមពីចំហៀងបាទអញ្ចឹងខ្ញុំអាចបន្ថែមពណ៌វាបាទបន្ថែមឲ្យដិតខ្លាំងអូខេខ្ញុំយកនេះចុះខ្ញុំចូលទៅភ្លើងទី3នេះបាញ់ចូលមុខរបស់តួយើងបាច់ស្ដែងយើងបើកវាខ្លាំងគឺវាឆេះវាអញ្ចឹងយើងបន្ថែមបន្ថយទៅតាមជាក់ស្ដែងវាមានច្រើនប្រភេទនេះវាមានទី1 focal ហ្នឹងទី2 ambient ឥឡូវក្នុង ambient វាមានច្រើនពណ៌នេះមានជម្រើសយើងជ្រើសរើសច្រើនអញ្ចឹងយើងឆ្លាញ់ពណ៌មួយណា mode មួយណាគឺយើងដាក់ mode មួយហ្នឹងទៅពាក្យ creative នេះអញ្ចឹងយើងគ្រាន់តែជ្រើសរើសទៅយើងដាក់ទៅជាក់ស្ដែងឧទាហរណ៍គ្រីសមកនេះជាភ្លើងធម្មតាផ្លាស់ប្ដូរទៅជាបែបនេះឬក៏បែបនេះអរគុណច្រើនបាយបាយ